តបមកនឹងសាច់រឿងបានកាត់យើងឃើញនៅថ្ងៃបន្ទាប់ដែលជាថ្ងៃចូលឆ្នាំថ្មីក្នុងពេលនោះគឺថាបងស្រីរបស់អូតាណាកំពុងតែអង្គុយអានជាមួយសម្បត្តិជូនពរជាច្រើនពីមិត្តភ័ក្តិរបស់គាត់ផងដែរចូលពីគាត់បានអានជាច្រើនសម្បត្តិមកហ្នឹងស្រាប់តែមានសម្បត្តិមួយប្រហែលជាផ្ញើមកកាន់អូតាហ្នឹងឯងធ្វើឲ្យអូតាគេលឺភ្លាមហ្នឹងហើយគេលោកញាប់អើតែម្ដងហើយចុះមកបងស្រីរបស់អូតាហ្នឹងគាត់ក៏បានអានហើយក៏បានប្រាប់ថាគឺជាពាក្យជូនពរដែលល្អខ្លាំងណាស់តែអ្នកដែលផ្ញើមកហ្នឹងជាមនុស្សស្រីទៀតដែលតែអូតាលឺភ្លាមហ្នឹងណាគឺស្ទុះមកយ៉ាងលឿនរត់មកដណ្ដើមជាមួយនឹងសម្បត្តិពីបងស្រីរបស់គេហើយនៅពេលដែលបងស្រីរបស់គេឃើញអូតាបែបនោះគាត់បានប្រាប់ជាមនុស្សស្រីដែលឯងស្រឡាញ់មែនហើយនៅពេលដែលអូតាគេដណ្ដើមបានហ្នឹងនៅក្នុងសម្បត្តិនោះគឺបានសរសេរថា Happy New Year ហើយក៏បានគូររូបជ្រូកថែមទៀតអញ្ចឹងមានន័យថាអូតាគឺជាជ្រូកហ្នឹងឯងដែលធ្វើឲ្យបងស្រីរបស់គេហ្នឹងណាគឺពិតជាអត់សំណើចខ្លាំងណាស់ហើយនៅក្នុងឆ្នាំថ្មីហ្នឹងដែរអូតានិងបងស្រីគឺបានមកព្រះវិហារដែលមានមនុស្សជាច្រើនផងដែរមកទីនោះហើយជនជាពេលនោះដែរក៏បានជួបជាមួយនឹងសាតាហើយសាតាក៏បានណែនាំខ្លួនទៅកាន់បងស្រីរបស់អូតាជាមិត្តភក្តិរបស់អូតាអីចឹងហើយស្របពេលនោះដែរតួស្រីរបស់យើងហ្នឹងក៏បានមកទីនោះផងដែរដែលអូតាឃើញហើយហ្នឹងគេលុបញាប់អើតែម្ដងតែមិនតែប៉ុណ្ណោះបងស្រីរបស់អូតាក៏បានឃើញផងដែរគាត់ក៏បានប្រាប់ថាអ្នកស្រីហ្នឹងមិនមែនដែលផ្ញើសម្បត្តិមកឲ្យឯងនោះគាត់បានប្រាប់ថានាងសាទហើយនឹងខ្ជូតដែរតាតួស្រីរបស់យើងហ្នឹងនាងក៏បានក្លែកឃើញជាមួយនឹងអូតាដូចគ្នាហើយនាងក៏បានរត់មកអូតាយ៉ាងលឿនតែម្ដងហើយព្រោះនាងបានឃើញថាអូតាហ្នឹងព្រោះនាងបានឃើញថាអូតាបានពាក្យជាមួយនឹងកំសែងដែលនាងបានឲ្យទៀតដែរនោះដែរបងស្រីរបស់អូតាហ្នឹងគាត់ក៏បាននឹកឃើញគំនិតមួយដោយគាត់បានរត់ទៅអបជាមួយនឹងអូតាដោយសារតែបងស្រីរបស់អូតាហ្នឹងគាត់ចង់ដឹងពីប្រតិកម្មរបស់តួស្រីយើងអីចឹងហើយទោះបីជានៅខាងក្រៅនាងមិនបានបញ្ចេញអារម្មណ៍អ្វីក៏ដោយប៉ុន្តែនៅក្នុងចិត្តរបស់នាងគឺពិតជាប្រច័ណ្ឌហើយនឹងអន់ចិត្តជាខ្លាំងពេលនោះដែរបងស្រីរបស់អូតាគាត់ក៏ជឿជាក់អីថាតួស្រីរបស់យើងគឺនាងបានគិតអ្វីទៅលើអូតាហើយមិនតែប៉ុណ្ណោះគាត់ក៏បានដាក់ដៃរបស់តួស្រីយើងហ្នឹងដល់ចេញពីអូតាផងដែរពេលនោះដែរតួស្រីរបស់យើងក៏បានដឹងហើយថាតាមពិតទៅគឺជាបងស្រីរបស់អូតាសោះតែធ្វើឲ្យនាងគឺបានធូរចិត្តហើយនឹងសប្បាយចិត្តវិញហើយសាច់រឿងរបស់យើងនៅក្នុងភាគ5ក៏សូមស្លាប់តែប៉ុណ្ណឹងសិនណាអេដមិនក៏សូមអធិស្ឋានផងដែរដោយសារតែអេដមិនគឺរវល់ខ្លាំងមែនទែនអញ្ចឹងហើយគឺមានពេលសម្រាប់អីចឹងណាទោះជាយ៉ាងណាក៏ដោយគឺអេដមិននឹងព្យាយាមសម្រាប់ឲ្យបានចប់ណាគុណច្រើនបាយបាយ